Nên đó nên này chia là biết đã samplerនៅក្នុងកម្មវិធី record box áចូលបងប្អូនបើកកម្មវិធី record box មកយើងមើលនៅខាងលើនេះមាននេះឡើងនេះហូបត្រេដូចកន្លះអុកហ្នឹងខ្ញុំនឹងចុចបើកវាមកបន្ទាប់មកវាហត់ចេញផ្ទាំងនេះឲ្យឃើញទេទាំងអស់ហ្នឹងបន្ទាប់មកយើងទៅ sampler របស់យើងឈ្មោះ sampler មកយើងដាក់ទៅហើយចឹងយើងស្ដាប់ sampler ណាដែលយើងគិតថាស្រឡាញ់ចឹងយើងទាញចូលបែបនេះលុកមកវាចេញឲ្យអូខេចូលហើយអញ្ចឹងយើងទៅបើក sampler បន្ទាប់ទៀតមកយើងដាក់ខាងហ្នឹងដែរដាក់ចូលនេះចង់ដាក់ដូចគ្នាក៏បានចង់ដាក់ខុសគ្នាក៏បានដែរពីផ្ទាំងហ្នឹងណាអញ្ចឹងបើថាកុំឲ្យពិបាករកយើងដាក់ដូចគ្នាទៅអញ្ចឹងយើងទាញចូលទៀតមកនេះលុកខាងនេះយើងទាញចូលចឹងដែរមកយើងដាក់រកទៅនេះយើងស្ដាប់មើលសិនទៅថា sampler ហ្នឹងយើងស្រឡាញ់អត់តែយើងស្រឡាញ់យើងទាញចាប់ដាក់ដូចរបស់ខ្ញុំមកខ្ញុំចឹងខ្ញុំស្រឡាញ់ចឹងខ្ញុំដាក់យកយកមកចឹងយើងខាងនេះយើងដាក់ខាងណាដាក់ខាងដូចគ្នាមកកុំឲ្យច្រឡំគ្នាចឹងណាចឹងទាញចូលដងមួយចឹងមកទីរហូតដល់គ្រប់8ប្រឡោះហ្នឹងតែទាំងសងខាងមកព្រមមកតែប៉ុណ្្នឹងហើយណាយើងបានស្ដាប់មើលទៅចឹងលឺហើយចឹងវីដេអូដាក់ sampler យើងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយ